តែកីឡាករលីអូណែល មេស៊ីគាត់បាននិយាយអ្វីខ្លះអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងកីឡាករគ្រីស្ទីណូ រ៉ូណាល់ដូក្រោយការប្រកួតតទល់ជាមួយនឹងក្រុម SC ប៉ូកតូត្រូវបានបញ្ចប់កាលពីយប់មិញនេះ Das ជួយស្វាងុយគេងបាទជំនួយស្មារតីពេលបើកបរបន្សាបជាតិស្រវឹងបានលឿនជាពិសេសបងប្អូននៅក្នុងការប្រកួតប្រជែងនៃពានរង្វាន់ FIFA Club World Cup មាន Das នៅក្នុងដៃកុំភ័យបាទមើលបាល់ដាច់យប់ដោយគ្មានបញ្ហាតារាឆ្នាំរបស់ក្រុម Inter Miami គឺកីឡាករ Lionel Messi បាទនៅពេលនេះរូបគេបានបើកចំហអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងគូប្រជែងដ៏ស្វិតស្វាញនៅលើទីលាននោះគឺ Cristiano Ronaldo បន្ទាប់ពីបានជួយក្រុមរបស់គាត់យកឈ្នះ SC Porto ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ 2025 ខណៈកីឡាករដែលមានវ័យ37ឆ្នាំរូបនេះរូបគេគឺបានសុបបញ្ចូលទីមកគ្របយ៉ាងអស្ចារ្យដោយបាល់ free kick ហើយក៏ជួយឲ្យក្រុម Inter Miami យកឈ្នះក្នុងលទ្ធផល 2-1 កាលពីយប់មិញជាការពិតសម្រាប់កីឡាករ Lionel Messi បាទកាលពីយប់មិញនេះរូបគេពិតជាធ្វើបានល្អខ្លាំងមែនទែនបាទទាំងការនាំលេងទាំងការញាក់បាល់ទាំងអូសជ្រែកខ្សែការពាររបស់ក្រុម SC Porto ហើយថែមទាំងទទួលបាន Man of the Match ទៅទៀតយ៉ាងណាមិញនៅពេលដែលគេសួរអំពីបាទដៃគូប្រកួតប្រជែងនៅលើទីលានអស់រយៈពេលជាយូរ Cristiano Ronaldo កីឡាករសញ្ជាតិអសង់ទីនបានអះអាងថាគាត់មានការគោរពយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធរបស់ក្រុម Al Nassr ហើយគាត់បានបង្ហាញទៀតថាគាត់គឺគ្មានទំនាក់ទំនងល្អជាមួយនឹងកីឡាករសញ្ជាតិប៉ូទុយហ្គាល់រូបនេះនោះទេដកស្រង់ពាក្យសម្ដីដើមគាត់បានលើកឡើងយ៉ាងដូចនេះថាមែនទែនទៅខ្ញុំមានការគោរពនិងកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Cristiano Ronaldo សម្រាប់អាជីពដែលគាត់មាននិងបន្តមានពីព្រោះគាត់នៅតែប្រកួតប្រជែងក្នុងកម្រិតមួយដ៏ខ្ពស់ការប្រកួតប្រជែងជាមួយនឹងគាត់នៅលើទីលានយើងម្នាក់ៗតែងតែចង់ឲ្យក្រុមរៀងៗខ្លួនទទួលបានលទ្ធផលល្អបំផុតជាក់ស្ដែងអ្វីគ្រប់យ៉ាងគឺគ្រាន់តែនៅលើទីលានប៉ុណ្ណោះក្រៅទីលានយើងជាមនុស្សធម្មតាម្នាក់យើងមិនមែនជាមិត្តភក្តិដែលតែងតែចំណាយពេលវេលាជាមួយគ្នានោះទេប៉ុន្តែយើងតែងតែរាប់អានគ្នាជានិច្ចបានចឹងនេះគឺជាការលើកឡើងរបស់កីឡាករ Lionel Messi ចំពោះ Cristiano Ronaldo ដោយសារតែមូលហេតុចម្បងមួយដែលធ្វើឲ្យគាត់ទាំងពីរមិនមែនជាមិត្តសិទ្ធស្នាលនឹងគ្នានោះគឺមិនបានលេងនៅក្រុមតែមួយនេះឯងគឺបញ្ជាក់បានថា Messi និង Ronaldo គឺជាស្ដេចបាល់ទាត់នៅលើពិភពលោករហូតមកដល់បច្ចុប្បន្ននេះហើយនៅតែបន្តធ្វើបានយ៉ាងល្អបើទោះបីជាមានវ័យ37និង40ឆ្នាំរៀងៗខ្លួនក៏ដោយស្របពេលដែលកីឡាករសញ្ជាតិប៉ូទុយហ្គាល់ Ronaldo បាទគឺគាត់បានសុទ្ធបញ្ចូលទីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ UEFA Nations League កាលពីដើមខែនេះហើយក៏ជួយឲ្យប្រទេសរបស់គាត់លើកពានរង្វាន់មួយនេះទៅទៀតឈ្មោះរបស់ Lionel Messi និង Cristiano Ronaldo ត្រូវបានអ្នកគាំទ្រចាត់ទុកជាប្រវត្តិសាស្ត្រហើយយើងដឹងហើយថាអ្នកទាំងពីរគឺបានឈ្នះពាន Ballon d'Or រហូតដល់ទៅ13សម័យកាលរួមគ្នាពលគឺ Lionel Messi ឈ្នះ8ដងនិង Cristiano Ronaldo ឈ្នះចំនួន5ដងដែលគ្មានកីឡាកររូបណាធ្វើបានដូចអ្នកទាំងពីរនោះទេអរគុណបងប្អូនមកសម្រាប់ការតាមដានទស្សនាព័ត៌មានមួយនេះរបស់ខ្ញុំបាទមេនកុនបាស៊ីជួបគ្នានៅព័ត៌មានកីឡាក្រោយៗទៀតសម្រាប់បងប្អូនដែលចង់ទស្សនាការប្រកួតដែលអត្ថាធិប្បាយដោយខ្ញុំកុំភ្លេច join ក្រុម Telegram ដែលខ្ញុំបាទបានដាក់នៅ description ក៏ដូចជានៅក្នុង comment នៃវីដេអូនេះបាទអរគុណច្រើន